ចាសួស្តីពុកម៉ែបងប្អូនជាទីស្រឡាញ់ថ្ងៃនេះអ្នកគ្រូមកបង្ហាញណាអំពីប្រភេទត្បូងដែលជាប្រភេទត្បូងអាមីត្រីនហើយជាប្រភេទកងដៃណាជាប្រភេទគ្រីស្តាល់អញ្ចឹងចូលរួមមកស្វែងយល់ទាំងអស់គ្នាពីប្រភេទត្បូងធម្មជាតិយ៉ាងម៉េចណាតកតងជាមួយនឹងប្រភេទត្បូងនេះជាប្រភេទត្បូងអាមីត្រីនណាសាងពីប្រភេទគ្រីស្តាល់ធម្មជាតិដែលមានសម្គាល់ជាមួយនឹងប្រភេទត្បូងស្វាយនិងដោះលាយជាមួយនឹងត្បូងពណ៌លឿងហ្នឹងគឺហៅថាប្រភេទត្បូងអាមីត្រីនចាហើយលក្ខណៈសម្បត្តិរបស់ត្បូងមួយនេះគឺជួយលើកបំពេញរាសីតកតងនឹងរាសីទ្របជាមួយនឹងការបើកនៃពន្លឺបញ្ញាហើយមួយវិញទៀតតកតងនឹងការស្វែងយល់ពីពន្លឺរាសីណាតើអ្នកគួរមើលទៅលើឆ្អឹងធាតុឫស្សីដែរឬទេក្នុងការប្រើប្រាស់ត្បូងធម្មជាតិទាំងអស់នេះណាតកតងនឹងការប្រើប្រាស់ត្បូងធម្មជាតិគឺយើងត្រូវតែឆែកទៅលើមើលពន្លឺរាសីតួលាបតួសំណាងរបស់ខ្លួនតើត្រូវជាមួយធាតុអ្វីខ្លះមួយវិញទៀតតកតងជាមួយនឹងប្រភេទត្បូងសុទ្ធគឺយើងអាចសម្គាល់ឃើញថាប្រភេទទាំងនេះគឺវាមានជាមួយនឹងសាច់នៃទឹកកកវាលេចរូបរាងវាមានតសៃដុះនៅខាងក្នុងណាប្រភេទធម្មជាតិហើយនឹងជាប្រភេទដែលមានដូចរាងដុំពពកសក្បោះនេះគឺជាការកកើតនៃប្រភេទគ្រីស្តាល់នីមួយនេះជាប្រភេទត្បូងធម្មជាតិសុទ្ធអ្វីដែលយើងអាចសម្គាល់ជាងការពិនិត្យទៅលើផ្ទាល់ជាមួយភ្នែកដោយទំនុកចិត្តគឺយើងត្រូវមានជាមួយនឹងលិខិតបញ្ជាក់ត្បូងណាលិខិតបញ្ជាក់ត្បូងគឺជាប្រភេទត្បូងគ្រីស្តាល់សុទ្ធណាប្រភេទត្បូងគ្រីស្តាល់សុទ្ធមានជាមួយនឹងប្រភេទធម្មជាតិគឺគេបញ្ជាក់អញ្ចឹងណាហើយប្រភេទត្បូងនីមួយគឺយើងមានថតផ្ទាល់ជាមួយនឹងប្រភេទមួយគឺមានលិខិតបញ្ជាក់មួយណាធម្មជាតិគឺវាអាចមានដូចគ្នាបេះដាក់ទេជាក់ស្ដែងដូចជាមួយនឹងមនុស្សយើងដែរណាគឺមានលក្ខណៈសម្បត្តិខុសៗគ្នាមួយទៀតគឺវាមាន QR code ណាមាន QR code នេះគឺជាលិខិតបញ្ជាក់ពីខាងឡាបូតេស្តត្បូងធម្មជាតិពីប្រទេសចិនអញ្ចឹងតកតងជាមួយនឹងប្រភេទធម្មជាតិគឺយើងត្រូវមានណាមានមួយសេតនេះអ្វីមួយទៀតក្រៅពីយើងអាចសម្គាល់បានណាយើងអាចសម្គាល់បានគឺបើសិនជាប្រភេទត្បូងនោះវាមិនសុទ្ធគឺសាច់ត្បូងគឺវាអត់មានភាពគេហៅថាត្រជាក់យើងមើលទៅវាត្រជាក់ពីខាងក្នុងនៃសាច់ត្បូងព្រោះដោយសារត្បូងធម្មជាតិគឺវាកកើតជាមួយនឹងចំហាយធាតុទឹកដែលជាធាតុកកើតនៃប្រភពនៃគ្រីស្តាល់ត្បូងទាំងអស់ណាម្ល៉េះហើយក្នុងចំណុចទាំងអស់នេះអ្នកដែលគាត់ស្រឡាញ់នៃប្រភេទត្បូងធម្មជាតិគឺយើងអាចស្វែងយល់បានយើងជៀសវាងនៃការទំហំចំណាយចេញទៅឲ្យធ្វើម៉េចឲ្យវាសមស្របជាមួយនឹងរបស់ដែលយើងទទួលបានមកណាមួយវិញទៀតណានេះគ្រាន់តែជាចំណេះដឹងមួយផ្នែកតែប៉ុណ្ណោះណាសម្រាប់ការស្វែងយល់ប្រភេទត្បូងគ្រីស្តាល់ជាមួយហាងគ្រីស្តាល់នាំសំណាងរបស់អ្នកគ្រូនៅមានចំណុចជាច្រើនទៀតណាតាក់ទងជាមួយនឹងត្បូងធម្មជាតិគឺយើងត្រូវមានការស្វែងយល់យើងមានដែរឆ្ងល់ថាតើយើងប្រើដើម្បីអ្វីអត់ណាហើយបើសិនជាយើងប្រើដើម្បីក្នុងការលើករាសីបំពេញរាសីណាដើម្បីស្រូបលាភសំណាងពិតប្រាកដណាគឺយើងត្រូវតែមានការឆែកទៅលើការបញ្យលណែនាំណាអ្នកដែលយល់អំពីពលឺរាសីក្នុងការណែនាំឲ្យបានជាក់លាក់ឲ្យបានត្រឹមត្រូវទៅតាមពលឺរាសីរបស់បងប្អូនចាហើយអ្វីដែលតើទាំងអស់នេះណាបងប្អូនយល់យ៉ាងណាដែរពាក់ព័ន្ធជាមួយនឹងភាពច្បាស់លាស់សម្រាប់ត្បូងលើករាសីដើម្បីបំពេញពន្លឺរាសីសំណាងណាលាបចូលឲ្យបានច្រើនតើមានយោបល់យ៉ាងណាហើយបើសិនជាពេញចិត្តនៃការបញ្យលការ
ស្វែងយល់ពីចំណេះដឹងទាំងអស់នេះសូមជួយ like និង share comment ជាមួយហាង Crystal នាំសំណាងរបស់អ្នកគ្រូផងចាសូមអរគុណណា